រមួលធ្លាក់សោអត់បាត់បបាក់ក្នុងការនៅជាមួយនឹងដៃគូឲ្យទៅនៅជាមួយគ្នាតែងតែជាប់ជាមួយនឹងកាកសសតាមចុងប្រភេទបរោះឬក៏នៅជាមួយគ្នាតែងតែមានអារម្មណ៍ថាមានក្លិនភីចេញពីខាងក្នុងមកมันមានទំនុកចិត្តលើខ្លួនឯងទេមិនដឹងថារកដំណោះស្រាយបែបណាទើបឆាប់ធូរស្បើយទៅលើបញ្ហាទាំងអស់ហ្នឹងអញ្ចឹងសម្រាប់ដំណោះស្រាយគឺមានទៅតាមបញ្ហាសុខភាពបងប្អូននីមួយៗណាប៉ុន្តែមុននឹងដោះស្រាយយើងត្រូវដឹងអំពីស្ថានភាពបញ្ហាខ្លួនឯងឲ្យច្បាស់សិនតើបងប្អូនរមាស់ហ្នឹងរមាស់ដោយសារតែបញ្ហាអ្វីការមានបញ្ហាក្លិនហ្នឹងក្លិនដោយសារតែបញ្ហាអ្វីខ្លះហើយបងប្អូនត្រូវពិនិត្យមើលខ្លួនឯងមានការធ្លាក់សខុសប្រក្រតីអត់ព្រោះការធ្លាក់សធម្មតាវាខុសពីការធ្លាក់សបកករោគណាសូមបញ្ជាក់ម្ដងទៀតដោយសារតែបងប្អូនស្ត្រីយើងជាច្រើនគាត់នៅតែយល់ច្រឡំថាគាត់ធ្លាក់សធម្មតាទេតែធ្លាក់ជាប្រចាំថ្ងៃសើមជាប់ជាមួយខោក្នុងឬក៏ធ្លាក់សស្អាតគក់ដុំដែរប៉ុន្តែក៏គិតថាជាការធ្លាក់សធម្មតាអញ្ចឹងនេះខ្ញុំជំរាបជូនណាការធ្លាក់សធម្មតាគឺដូចសបកោអញ្ចឹងចាមុនមករដូវក្រោយមករដូវប៉ុន្តែបើសិនជាយើងធ្លាក់នេះជាប់ជាប្រចាំថ្ងៃធ្លាក់មកដូចទឹកបាយធ្លាក់មកខាប់ស្អិតលើកតិកតាក្រៅទឹកដូចជាយ៉ាអ៊ូណាធ្លាក់មកលក្ខណៈដូចសបកូនក្មេងខាប់កក់ក្តាំងខ្លាំងលេឡើងជាមួយធុងក្លិនស្អុយតាមតំបន់ទ្វារមាសធំជូរធំឆ្អាបចាបងប្អូនមានលំងាស់ទ្វារមាសក្តៅកាហាយស្ងួតពិបាកក្នុងការនៅជាមួយដៃគូឬក៏មានការឡើងកទួលឡើងប៉ងប៉ែកតាមតំបន់ប្រភេទហ្នឹងវាគឺជាបញ្ហារោគស្ត្រីណាមួយឯងអញ្ចឹងបើសិនជាបងប្អូនយើងមានរោគសញ្ញាណាមួយខកប្រក្រតីដូចជាមានការដកសាច់តាមប្រភេទឡើងប៉ងប៉ែកមានការធ្លាក់សបងប្អូនមានលំងាស់មានក្លិនបងប្អូនរស់រានដំណោះស្រាយចេញទៅមន្ទីរពេទ្យប្រឹក្សាយោបល់ជាមួយនឹងគ្រូពេទ្យឲ្យបានច្បាស់លាស់ណាហើយបើសិនជាបងប្អូនមានជាចម្ងល់សំណួរចង់សួរនាំជាមួយនឹងនាងខ្ញុំបន្ថែមអាចខមមិនសួរក្រុម TikTok នេះឬក៏ឆាតចូលនៅក្នុង account TikTok របស់នាងខ្ញុំតបបាននាងខ្ញុំមានជាដំណោះស្រាយល្អៗដើម្បីបងប្អូនយកទៅអនុវត្តទៅទទួលបានប្រសិទ្ធភាពណា